បាទគ្រប់ភាពសុខបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំបង្កើតវីដេអូមួយដើម្បីបង្ហាញបងប្អូនទាំងគ្នារបៀបបិទអាស័យដ្ឋានរបស់បេក្ខជនក៏ដូចជាអាស័យដ្ឋានរបស់ក្រុមហ៊ុនដែលយើងចង់ដាក់ពាក្យបម្រើការងារអញ្ចឹងចង់ដឹងថាតើយើងបិទបែបណាដើម្បីមានភាពទាក់ទាញហើយត្រឹមត្រូវសូមតាមដានទស្សនាវីដេអូជាមួយខ្ញុំដូចតទៅបាទខ្ញុំសូមបង្ហាញបន្តិចតទៅជាមួយសមីដែលយើងប្រើជាទូទៅក្នុងការ apply CV គឺយើងប្រើសមីពណ៌សំងនេះប៉ុន្តែបងប្អូនទាំងអស់គ្នាក៏អាចប្រើសមីពណ៌សក៏បានដែរដើម្បីមានភាពទាក់ទាញហើយបើគេបិទអាស័យដ្ឋានគេដាក់ print សខ្មៅយើងអាចដាក់ជា color ទៅដើម្បីមានភាពទាក់ទាញអូខេឥឡូវយើងចូលទៅបច្ចេកទេសតាក់ទងជាមួយនឹងបិទនៅលើกระดาษនេះតើយើងបិទបែបណាដើម្បីឲ្យបានត្រឹមត្រូវបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាបាទជាទូទៅបងប្អូនឃើញសមីយើងបញ្ឈរបែបនេះបងប្អូនបាទអញ្ចឹងយើងអាចប្រើជាសមីបញ្ឈរចឹងបាទប្រើសមីជាស្មងហ្នឹងឬក៏ពណ៌សទៅដើម្បីមានភាពទាក់ទាញហើយផ្នែកខាងលើខាងនេះណាបាទនេះអញ្ចឹងយើងត្រូវបិទអាស័យដ្ឋានរបស់យើងខាងក្នុងនាមយើងជាបេក្ខជនអញ្ចឹងនៅក្នុងហ្នឹង from you ហ្នឹងគឺ from បេក្ខជនឧទាហរណ៍ខ្ញុំអ្នកដាក់ពាក្យការងារអញ្ចឹងដាក់មកខ្ញុំ Mr. B វិចិត្រខ្ញុំ from B វិចិត្រអាស័យដ្ឋាននេះគឺមិនអាស័យដ្ឋានយើងកន្លែងកំណើតរបស់យើងទេគឺអាស័យដ្ឋានបច្ចុប្បន្នរបស់យើងថាយើងនៅណាឧទាហរណ៍ខ្ញុំកើតនៅកំពង់ចាមតែថ្ងៃខ្ញុំនៅភ្នំពេញអាស័យដ្ឋានខ្ញុំនៅថ្ងៃភូមិឃុំសង្កាត់របស់យើងមកហើយ email របស់យើង Gmail ដាក់អីចឹងទៅបាទហើយលេខទូរស័ព្ទរបស់យើងមកបន្តមកទៀតតកតងជាមួយនឹងខាងក្រោមផ្នែកខាងក្រោមវិញហើយអ្នកខ្លះអត់ដឹងគាត់ដាក់ company ខាងលើវិញអត់ទេ company នៅក្រោម from to ជាង company ខាងក្រោមអាស័យដ្ឋាននេះក៏អាស័យដ្ឋានរបស់ក្រុមហ៊ុនគេហើយ company នេះ company គេឧទាហរណ៍ថាយើង apply ដាក់ពាក្យនៅធនាគារ ABC ឬក៏ក្រុមហ៊ុន ABC ដាក់ ABC company ចឹងមកអាស័យដ្ឋាននៅផ្ទះលេខបានគេលេខបានផ្លូវលេខអីចឹងទៅ website បាទអូខេមាន website ដាក់ website មកអត់មានក៏ optional ចឹងទៅ email របស់ក្រុមហ៊ុនណាឬក៏ email របស់ HR បាទហើយលេខទូរស័ព្ទអ្នកទាំងគ្នាអាចដាក់ចឹងបាទហើយកណ្ដាលនេះយើងដាក់ apply for នេះកណ្ដាលណាយើងដាក់ apply for តើយើងដាក់មុខតំណែងអីបើដាក់ជា teller ដាក់ teller apply for teller apply for cashier apply for CO apply for teacher អញ្ចឹងទៅអញ្ចឹងសង្ឃឹមបងប្អូននឹងដាក់បានហើយបន្តទៅទៀតកន្លែងនេះយើងមកនេះអញ្ចឹងកន្លែងហ្នឹងបងប្អូនទាំងគ្នាកុំបិទតាំងពីហ្នឹងទៅនេះកុំបិទអ្នកខ្លះដាក់លឹងបិទលឹងស្អិតពីហ្នឹងទៅដាក់កាវជាប់ពីហ្នឹងទៅដាក់ទឹកមាត់អញ្ចឹងទៅចិត្តយើងពិបាកបកអញ្ចឹងអ្នកទាំងគ្នាមិនបាច់ក៏បានដាក់ចំហអញ្ចឹងទៅក៏បានតែ CV លូនចេញអត់ដាក់តែប៉ុណ្្នឹងទៅបានហើយឬក៏ដាក់ជាប់កន្លែងនេះបន្តិចទៅក៏បានណាបាទជាប់ប៉ុណ្្នឹងទៅបានពូសមីនេះគេអាចយកទៅប្រើអីផ្សេងបានទៀតក៏យើងឡាយទៅកាត់ CV របស់យើងទៅបានធ្វើអីបាទ HR មានបានធ្វើទេអញ្ចឹងបាច់ឲ្យចិត្តដល់ថ្នាក់ហ្នឹងវិញបាទទេបាទហើយបងប្អូនទាំងគ្នាក៏អាចប្រើ CV ហ្នឹងប្តីចឹងក៏បានដែរបើចង់ដាក់ប្តីចឹងក៏ដូចគ្នាដែរខាងលើហ្នឹងនៅតែ from ពីយើងដដែលហើយទៀងខាងក្រោមនេះនៅតែពី company ដែរហើយកណ្ដាលនេះយើងដាក់ apply for អញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងគ្នានឹងបិទបានត្រឹមត្រូវបាទជាពីយើង apply CV មកដោយអត់មានសរសេរអីបែបនេះបាទអញ្ចឹងដើម្បីមានភាពតាក់ទាញអាចបដូរទៅបើគេដាក់ស៊ីម៉ងក៏ដាក់ស៊ីម៉ងយើងដាក់ពណ៌សបើគេ print សខ្មៅយើង print color ទៅដើម្បីមានភាពតាក់ទាញអញ្ចឹងខ្ញុំមានវាក៏ប៉ុណ្ណឹងចែកបាយជូនបងប្អូនទាំងអស់អរគុណច្រើនសូមជម្រាបលា